បាទជំរាបសួរប្រិយមិត្តជាទីរាប់អានដែលតែងតែគ្រប់គ្រងលើ Channel Stand Up ក៏ដូចជា Page Stand Up New របស់យើងខ្ញុំថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីកិច្ចប្រជុំពិសេសគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃឬក៏ JBC ត្រូវបានចាប់ផ្ដើមហើយនៅក្នុងខេត្តចន្ទបុរីប្រទេសថៃនៅវេលាម៉ោងប្រមាណ12ថ្ងៃត្រង់នៅថ្ងៃអង្គារទី21ខែតុលាឆ្នាំ2025នេះកិច្ចប្រជុំពិសេសគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC ត្រូវបានចាប់ផ្ដើមហើយនៅក្នុងខេត្តចន្ទបុរីប្រទេសថៃកិច្ចប្រជុំនេះមានរយៈពេល2ថ្ងៃគឺនៅថ្ងៃទី21និងថ្ងៃទី22ខែតុលាយោងតាមមន្ត្រីរដ្ឋលេខាធិការកិច្ចព្រំដែនបានឲ្យដឹងផងដែរថាកិច្ចប្រជុំនាព្រឹកនេះសមាជិកភាពកម្ពុជាដឹកនាំដោយលោកឡាន់ជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជាថៃដោយមានសមាជិកភាពអន្តរក្រសួងនិងបណ្ដាលខេត្តជាប់ព្រំដែនកម្ពុជាថៃចូលរួមផងដែរដោយឡែកសមាជិកភាពថៃវិញដឹកនាំដោយលោកប្រាសាវិនិច្ឆ័យទីប្រឹក្សាក្រសួងការបរទេសនិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជាថៃនិងដោយមានការចូលរួមពីតំណាងប្រតិភូអមដតេទៀតកិច្ចប្រជុំនឹងជជែកពិភាក្សាលើរបៀបវិរៈសំខាន់ចំនួន2រួមមានទី1ពិនិត្យនិងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី6នៅភ្នំពេញដែលបានធ្វើឡើងកាលពីថ្ងៃទី14និង15ខែមិថុនាឆ្នាំ2025ទី2ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC នៅខេត្តកោះកុងកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025កិច្ចប្រជុំក៏នឹងពិភាក្សាលើរបៀបវិរៈផ្សេងទៀតពាក់ព័ន្ធទៅនឹងកិច្ចការព្រំដែនផងដែរសូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនៅព្រឹកថ្ងៃនេះភាគីទាំងពីរនឹងពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំចុងអៀតនិងកិច្ចប្រជុំពេញអង្គហើយរបៀបវិរៈនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំពេញអង្គកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃនាព្រឹកថ្ងៃនេះគឺជាការបង្ហាញនៅកិច្ចប្រឹងប្រែងមួយរបស់កម្ពុជានិងថៃដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរសូមគូបញ្ជាក់និងរំលឹកឡើងបន្តិចផងដែរថាគ្រាដែលមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាថៃរៀបចំកិច្ចប្រជុំជជែកលើបញ្ហាព្រំដែននោះនៅចម្ងាយជាង200ម៉ែត្រពីទីតាំងនៃកិច្ចប្រជុំមានប្រជាពលរដ្ឋថៃប្រមាណជាង20នាក់បានចេញមកតវ៉ាមិនចង់ឲ្យមានកិច្ចប្រជុំនេះកើតឡើងនោះទេនេះបើយោងទៅតាមសារព័ត៌មាន Fresh News បានចុះផ្សាយនៅមុននេះបន្តិចផងដែរបានចឹងព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន